ណាការឃុំខ្លួនអុកញ៉ាលីគួងដាក់ពន្ធនាគាររៀងរកស៊ីនិងការស្កែមអនឡាញជាច្រើនកន្លែងនៅថ្ងៃទី15 ខែមករាឆ្នាំ 2026 ចៅក្រមបានសម្រេចចេញដីកាបង្គាប់ឃុំខ្លួនជនត្រូវលោកលីគួងអាយុ50ឆ្នាំនៅពន្ធនាគាររាជធានីភ្នំពេញ PJ ជននេះត្រូវបានតំណាងអរិយការចាប់ប្រកាន់ពីបទល្មើសរួមមានការជ្រើសរើសដោយមិនស្របច្បាប់សម្រាប់ការកេងប្រវ័ញ្ចបទឆោបោកមានស្ថានទម្ងន់ទោសជាក្រុមមានការចាត់តាំងនិងបទសម្អាតប្រាក់ដែលបានប្រព្រឹត្តនៅក្នុងប្រទេសកម្ពុជានិងទីកន្លែងផ្សេងទៀតចាប់តាំងពីឆ្នាំ 2019 រហូតមកដល់បច្ចុប្បន្នបទល្មើសមានបទបញ្ញត្តិឲ្យផ្ដន្ទាទោសតាមមាត្រា 377 និងមាត្រា 380 នៃក្រមព្រហ្មទណ្ឌនិងមាត្រា 38 នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មតាមព័ត៌មានលោកលីគួងដែលមានងារជាអុកញ៉ាផងដែរបានរកស៊ីនឹងកាំងបទល្មើសស្កែមអនឡាញនេះយ៉ាងខ្លាំងនិងជាច្រើនកន្លែងដែលអ្នកល្មមមិនសូវស្គាល់និងឮឈ្មោះនោះទេសូម្បីតែនៅតំបន់ព្រៃចាក់ដែលក្រុមបរទេសរត់ចេញយ៉ាងប្រសិទ្ធប្រសាទពីយប់មិញក៏ម្នាក់នេះនៅពីក្រោយខ្នងផងដែរ